បាទជំរាបសួរបងនេះជាវីដេអូនៃការបង្កើត customer របស់យើងដើម្បីយើងទុកលក់ចេញឲ្យគាត់ចឹងណាបងបាទអញ្ចឹងពេលបើសិនជាបងចង់បង្កើត customer របស់បងអញ្ចឹងបងមកមើលកន្លែងស្ដាំណៃឆ្វេងណៃយើងមាន business partner បាទហើយបងឃើញពាក្យថា customer បងអញ្ចឹងបងចុចលើ customer ហ្នឹងមកបាទអញ្ចឹងកន្លែងនេះ customer ដែលមានស្រាប់អញ្ចឹងបើសិនជាបងចង់បង្កើត customer ថ្មីឬក៏អតិថិជនថ្មីរបស់បងអញ្ចឹងបងយកពាក្យ create បងចុចលើ create ហ្នឹងមកបាទអញ្ចឹងនេះជាទម្រង់នៃការបង្កើត customer របស់បងអញ្ចឹងកន្លែងនេះបងអាច upload ជាឈ្មោះឬក៏ជារូបអីផ្សេងៗរបស់គាត់បានបើសិនជាបងមានបាទអញ្ចឹងបើសិនជាបងអត់មានទេយើងអត់ដាក់ក៏អត់អីដែរបងអញ្ចឹងកន្លែងនេះជាឈ្មោះ customer បងអាចចាប់ផ្ដើមពីឈ្មោះ customer របស់យើងទៅបាទអញ្ចឹងឥឡូវឈ្មោះ customer របស់ខ្ញុំដាក់ឈ្មោះថាបាទ customer របស់ខ្ញុំបាទអញ្ចឹងនេះបងអាចដាក់ជាឈ្មោះទី2ឬក៏ជា first name last name គាត់បានហ្មងតែនេះខ្ញុំដាក់តែឈ្មោះរបស់គាត់អានេះជា price list មានន័យថាជាតម្លៃដែលខ្ញុំលក់ចេញឲ្យគាត់អញ្ចឹងដោយសារ system ខ្ញុំជាលុយដុល្លារអញ្ចឹងខ្ញុំរើសជាលុយដុល្លារតែបើសិនជា system មកជាលុយខ្មែរមករើសជាលុយខ្មែរបានហ្មងបាទអញ្ចឹងកន្លែងនេះគ្រប់អតិថិជនរបស់យើងមកចុចគ្រប់ customer របស់យើងទៅហើយគ្រប់នេះបើសិនមានយើងដាក់ទៅបើអត់មានយើងអត់ដាក់ក៏បានដែរបងបាទអានេះលេខទូរស័ព្ទរបស់គាត់បើសិនជាបងមានឬក៏បងទុកតំណែងទៅគាត់បងអាចវាយលេខទូរស័ព្ទរបស់គាត់សុំលេខទូរស័ព្ទរបស់គាត់ទៅវាយបញ្ចូលបានបងអានេះបើសិនជាបងមាន email របស់គាត់បងអាចវាយ email របស់គាត់បញ្ចូលបន្ថែមបានអញ្ចឹងណាបងបាទអញ្ចឹងបន្ទាប់ពីបងបំពេញព័ត៌មានរបស់គាត់បានប៉ុណ្ណឹងហើយបាទអញ្ចឹងទៅតាក់ទងនៅកន្លែង account របស់យើងវិញមកអញ្ចឹងកន្លែងនេះយើងមាន account payment បងអញ្ចឹងមកចុចលើ account payment ហ្នឹងមកអញ្ចឹងកន្លែង account នេះបងចាំបាច់ទៅតែដាក់បងព្រោះអីនៅក្នុង system របស់យើងដើម្បីយើងអាចគ្រប់គ្រងថាអតិថិជនមួយហ្នឹងបានទិញហើយទិញអីវ៉ាន់របស់យើងរាប់ជាចំណូលប្រមាណអញ្ចឹងបងត្រូវរើស account មួយដើម្បីដាក់ចូលក្នុង customer ហើយយើងបង្កើតថ្មីអញ្ចឹងណាបងបាទអញ្ចឹងកន្លែង account payment មាននេះបងចុចលើហ្នឹងមកហើយកន្លែងនេះបងឃើញមាន account visible បងអញ្ចឹងឈ្មោះ account ហ្នឹងហើយបងចុច select លើកន្លោមហ្នឹងមកបាទបងចុចមកហើយបងត្រូវរើសពាក្យ account visible ចូលបងនេះបងយើងមាន account visible អញ្ចឹងបងចុចសញ្ញាព្រួយហ្នឹងចូលមកបាទអញ្ចឹងនេះបងឃើញ account visible ហ្នឹងគឺបានធ្លាក់ចូលទៅក្នុង customer មួយហ្នឹងហើយបងបាទអញ្ចឹងពេលដែលបងរើសបានប៉ុណ្ណឹងរួចរាល់ហើយអញ្ចឹងបងគាត់ទៅចុច save បាទអញ្ចឹងពេលហ្នឹងបងឃើញ save successful ហើយអញ្ចឹងខ្ញុំចេញមកវិញមកបាទអញ្ចឹងបងឃើញខ្ញុំបានបង្កើតអតិថិជនរបស់ខ្ញុំថ្មីមួយទៀតហើយអញ្ចឹងយើងអាចយកទៅលក់ឲ្យគាត់លក់អីវ៉ាន់ផ្សេងៗទៅឲ្យគាត់បានអញ្ចឹងណាបងបាទ